ដែងពុជចំនួន36តោនត្រូវបានអាជ្ញាធរប្រទេសឥណ្ឌាបំផ្លាញចោលព្រោះជាពុជត្រីដែលគេហាមឃាត់មិនឲ្យចិញ្ចឹមនិងជាប្រភពមេរោគមហារីកត្រីអណ្ដែងពុជថៃចំនួន36តោនត្រូវបានអាជ្ញាធរប្រទេសឥណ្ឌាបំផ្លាញចោលព្រោះជាពុជត្រីដែលគេហាមមិនឲ្យចិញ្ចឹមនិងជាប្រភេទមេរោគមហារីកមន្ត្រីឥណ្ឌាបានបង្កើនការបង្ក្រាបលើការចិញ្ចឹមត្រីអណ្ដែងពុជកូនកាត់នាំចូលពីប្រទេសថៃនេះដោយបានបំផ្លាញចោលអស់ជាង36តោនកាលពីពេលថ្មីនេះមន្ត្រីជំនាញរបស់ឥណ្ឌាបានកំណត់ទីតាំងស្រះចិញ្ចឹមទាំងនេះដោយប្រើផែនទី Google ហើយបន្ទាប់មកបានផ្ទៀងផ្ទាត់ព័ត៌មានអំពីការចិញ្ចឹមនិងការលក់ត្រីអណ្ដែងថៃហាមឃាត់តាមរយៈកេញបន្លំជាអតិថិជនក្រុមបង្ក្រាបរួមជាមួយមន្ត្រីជលផលបានប្រើសំណាញ់គៀយកត្រីអណ្ដែងថៃខុសច្បាប់ជាង36តោនចេញពីកន្លែងចិញ្ចឹមទាំង11ស្រះបន្ទាប់មកកប់ត្រីទាំងរស់ទៅក្នុងរណ្ដៅដ៏ធំមួយដើម្បីកំទេចចោលទាំងស្រុងតែម្ដងមន្ត្រីនាយកដ្ឋានជលផលរបស់ឥណ្ឌាបានឲ្យដឹងទៀតថាត្រីអណ្ដែងថៃខុសច្បាប់ប្រហែល51តោនត្រូវបានកំទេចចោលក្នុងអំឡុងប្រតិបត្តិការបង្ក្រាបរយៈពេល3ខែកន្លងមកនេះមន្ត្រីពាក់ព័ន្ធបាននិយាយថាការត្រួតពិនិត្យស្រះនិងទីតាំងសង្ស័យចិញ្ចឹមត្រីខុសច្បាប់នឹងត្រូវបន្តធ្វើនៅទូទាំងរដ្ឋមហារាជរបស់ឥណ្ឌាបណ្ដាញសារព័ត៌មានឥណ្ឌាបានលើកឡើងថាពូជត្រីអណ្ដែងកូនកាត់របស់ថៃគឺជាប្រភេទត្រីបង្កាត់ពូចម្យ៉ាងដែលដើមឡើយគេបង្កាត់ពូជវាដើម្បីឲ្យឆាប់ធំធាត់បានលឿននិងអាចសម្របខ្លួនបានទៅស្ទើរគ្រប់ទីកន្លែងពូជត្រីប្រភេទនេះបាននាំឲ្យពូជត្រីធម្មជាតិរបស់ឥណ្ឌាបានបាត់បង់រហូតដល់ 70% ហើយក៏ជាប្រភពបង្កកើតជំងឺមហារីកផងដែរប្រសិនបើខ្វះអនាម័យនៅក្នុងការចិញ្ចឹមមន្ត្រីប្រទេសឥណ្ឌាបានប្រមានថាអ្នកបរិភោគត្រីអណ្ដែងថៃកូនកាត់អាចកើតជំងឺមហារីកលឿនណាស់ដោយសារត្រីនេះគេច្រើនតែចិញ្ចឹមដោយគ្មានអនាម័យនិងឲ្យវាស៊ីចំណីធ្វើពីសាច់ស្អុយរលួយលាយជាមួយស្ពៃដែលបំពុលទឹកឲ្យស្អុយកខ្វក់និងបង្កើតមហារីក